យុទ្ធសាស្ត្រថ្មីអូខេហើយឥឡូវកុំឲ្យខាត់ពេលយូរខ្ញុំនឹងនាំអារម្មណ៍ទាំងអស់នេះទៅស្ដាប់សាច់រឿងទី3សាច់រឿងចុងក្រោយរបស់គាត់ប៉ុន្តែខ្ញុំគិតថានាទីអានេះវែងហ្មងវែងខ្លីអាចុងក្រោយនេះហាប់ហើយមិញដែរអញ្ចឹងខ្ញុំគិតថាប្រហែលជាអាចថែមរឿងមានរឿងថែមទេត្រូវទេបងព្រោះខ្ញុំគិតថាប្រិយមិត្តយើងស្ដាប់បងជក់ច្រើនបាទប៉ុន្តែបងឯងមានចម្ងល់អីបងឯងអាចសួរបានអត់ទេបងឯងនិយាយមកក្បោះក្បាយស្រាប់ពេលសួរអញ្ចឹងទៅកុំឲ្យកម្មវិធីដូចស្ងាត់ពេកស្ងាត់ទេជក់ស្ដាប់ដែរអញ្ចឹងមុនចូលដល់សាច់រឿងទី3ខ្ញុំចាប់អារម្មណ៍ថាបងឯងវិញប្រាប់ខ្ញុំថាបងឯងអ្នកមាននិស្ស័យមើលឃើញអមនុស្សបាទបែរមានចាប់អារម្មណ៍ឯតាំងពីអាយុម៉ានបើសួរពីអាយុអត់ចាំទេប៉ុន្តែនៅក្មេងដែរនៅតូចដែរនៅតូចចុះបាទនៅតូចនៅក្នុងគ្រួសារបងមានអ្នកដែលដូចបងអត់ឬក៏មានតែបងមានហើយក៏មានច្រើនដែរដូចវាយាយខ្ញុំខាងម៉ាក់ខ្ញុំអីហ្នឹងគឺគាត់ឃើញហើយមិញមីពូខ្ញុំអីហ្នឹងគឺគាត់ឃើញដែរគាត់ថាមិនអាសាឃើញដូចខ្ញុំពេកបាទខ្ញុំឃើញភាគច្រើនបងជួបទៅរឿងឃាតកម្មបើសិនជារឿងដែលបងជួបអមនុស្សហ្មងរឿងមួយណាដែលបងដកជាងគេបើសិនជាសួរថាដកជាងគេប្រកាសជាលើកទី1ដែលខ្ញុំឃើញខ្មោចហីមានថាក្នុងជីវិតរបស់ខ្ញុំគឺខ្ញុំបានឃើញខ្មោចលើកទី1អាហ្នឹងយើងចូលសាច់រឿងមួយទៀតហ្មងទៅហ្នឹងហើយលើកទី1ដែលខ្ញុំឃើញខ្មោចថ្ងៃហ្នឹងគឺចំថ្ងៃ15កើតខែពេញបរមីបាទពេលហ្នឹងអត់ចាប់អារម្មណ៍ថាខ្លួនឯងជាមនុស្សដែលមើលឃើញខ្មោចទេផ្ទះយាយខ្ញុំដីរបស់យាយខ្ញុំគឺមានមួយជាងដីយាយខ្ញុំបកើតមួយជាងទៀតបងប្អូនចរូនមួយគាត់អញ្ចឹងដីហ្នឹងកាលមុនគឺនៅចូលគ្នាទេអត់តន់ពុះជាពីរទេដល់ពេលក្រោយមកទៅក៏ធ្វើលបងពុះជាពីរខាន់ចែកគ្នាកន្លែងនេះពាក់ព័ន្ធជាមួយនឹងដីនឹងផងដែរខ្ញុំសូមបញ្ជាក់ថាដីហ្នឹងពីដើមមកគឺជាដីព្រៃសិតតែព្រៃនៅហ្នឹងអញ្ចឹងហើយក៏អត់មានមនុស្សអីទៅនៅដែរដល់ពេលក្រោយមកទៅក៏មានផ្ទះខ្ញុំហើយទៅអ្នកភូមិអីម្ដងមួយទៅនៅជុំគ្នាអញ្ចឹងទៅហើយយើងក៏អត់ដឹងដែរថាពីដើមមកស្រុកពីដើមមកមានរឿងអីកើតឡើងនៅកន្លែងដីហ្នឹងឬក៏មានម្ចាស់ឬក៏ព្រាយអីនៅហ្នឹងយើងវាអត់ដឹងទេគ្រាន់តែខ្ញុំចាំបានថាថ្ងៃហ្នឹងពេលដែលខ្ញុំអត់ហ៊ានទៅនោមនៅបន្ទប់ទឹកខ្ញុំក៏បើកទ្វារប្អួចខ្ញុំហើយឈរនោមតាមប្អួចពេលដែលខ្ញុំនោមតាមប្អួចហើយចំខែពេញបរមីវាភ្លឺខ្លាំងធម្មតាពេញបរមីយើងមិនអាចមើលឃើញអីទាំងអស់ត្រូវអត់ដល់ពេលខ្ញុំអើតចេញតាមប្អួចហ្នឹងទៅឃើញខ្មោចស្រីតម្លាក់សក់ហើយស្លៀករ៉ូបសរ៉ូបដេកយប់ហ្នឹងកាន់ដៃកូនប្រុសឈរនៅក្រោមដើមកទួតហើយឈរនៅលើលបងតោងលបងចេះថ្ងៃហ្នឹងចេះអត់បែរមុខមកខ្ញុំទេចេះបែរខ្នងមកខ្ញុំចេះដំបូងខ្ញុំអត់គិតថាខ្មោចព្រោះដោយសារមកចាក់ជីវិតខ្ញុំអត់ដែលឃើញខ្មោចផងឃើញលើកទី1ដល់ពេលខ្ញុំនឹកឃើញថាបើគេចង់ដឹងថាខ្មោចឬខ្មោចឲ្យមើលទៅជើងត្រូវអត់ដល់ពេលខ្ញុំទៅមើលទៅបូដល់ពេលខ្ញុំមើលទៅជើងអត់មានទេអត់មានជើងទៅលើជើងស្មាមើលជើងខ្មោចមិនមែនមើលជើងខ្មោចអមជើងចាស់ទេបាទមើលជើងដល់ពេលហើយខ្ញុំអត់ឃើញជើងទេទាំងកូននឹងទាំងម្ដាយហ្នឹងកាន់ដៃអញ្ចឹងហើយខ្ញុំនេះទៀតពេលដែលឃើញអញ្ចឹងហើយរត់ទៅបើកភ្លើងមើលថាម៉ោងប្រហែលម៉ោង2យប់ចាំមិនទៅណាបាទបាត់ជើងតូចខ្ញុំបាត់ជើងតូចខ្ញុំនោមតាមទ្វារប្អួចត្រូវនោមតាមប្អួចហ្នឹងហើយខ្ញុំអត់ទៅឃើញខ្មោចអញ្ចឹងទៅដល់ពេលខ្ញុំអត់ឃើញខ្មោចអញ្ចឹងទៅខ្ញុំស្ទុះចូលមកក្នុងផ្ទះវិញដើម្បីបើកភ្លើងឈួលមើលថាម៉ោងប្រហែលដល់ពេលហើយម៉ោង2អញ្ចឹងអានោះគឺជាលើកទី1ដែលខ្ញុំមើលឃើញខ្មោចហ្មងដែលខ្ញុំដកនៅក្នុងចិត្តថែមបន្តិចហ៎អាហ្នឹងថែមបន្តិចគ្រាន់តែចង់បង្ហាញថាបងចារីនមិញសួរថាខ្ញុំឃើញខ្មោចតាំងពេលណាអាហ្នឹងគឺជាសាច់រឿងមានថាហេតុការណ៍ទី1ដែលខ្ញុំបានឃើញហើយដែលដល់ហេតុការណ៍ដែលធ្វើឲ្យបាក់ហ្មងអត់ទេបើខ្មោចដែលខ្លាចជាងគេហ្មងហ្នឹងគឺខ្លាចខ្មោចអ៊ំខ្ញុំដែលគេស្លាប់ហ្នឹងព្រោះដោយសារខ្ញុំសុំបន្ថែមបន្តិចបាទតាមឮពាក្យចាំអារាមពេលហ្នឹងឮថាគាត់លងនៅក្នុងភូមិគាត់ហ្នឹងលងឡើងដល់ថ្នាក់មានអ្នកខ្លះរើផ្ទះចេញពីភូមិហ្នឹងសិនណាគាត់រើទៅនៅភូមិជាប់នឹងមួយទៀតសិនដល់ពេលរឿងហ្នឹងបានរៀងសារពលាបន្តិចទៅបានគេរើមកនៅផ្ទះហ្នឹងវិញបាទគ្រាន់តែថាពាក្យហ្នឹងពាក្យបើអ្នកភូមិគេនិយាយទេដល់ពេលអញ្ចឹងបានខ្ញុំខ្ជិលនិយាយទៅរងសាហាវហ្មង